បាតុភិបជាអកុសលមិនសបីនេះវាមានរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលមានការស្លាប់មនុស្សមិនសមួយថ្ងៃបាទដែលជាអកុសលធ្វើឲ្យអ្នករត់ម៉ូតូកង់3ម្នាក់ស្លាប់ហើយអ្នកដែលបកនោះគឺជានាយនគរបាលម្នាក់គាត់ដល់អាយុនិវត្តន៍ទៅហើយប៉ុន្តែមិនទាន់ដាក់ចូលនិវត្តន៍តែជាចៃដន្យគឺមានគ្រោះថ្នាក់នេះឡើងហើយគាត់មានជាតិស្រវឹងក្នុងខ្លួនប្រជាពលរដ្ឋទោះបីជាមានគោលការណ៍នេះយើងបានអនុវត្តតាំងពីដើមអាណត្តិមកហើយគឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះគឺយើងត្រូវអនុវត្តច្បាប់ពើប៉ាត់មិនមែនត្រឹមតែដោះស្រាយនិយាយរួមអាដាមខ្ញុំក៏បានធ្លាប់បញ្ជាក់អាដាមកើតរិទ្ធក៏បានធ្លាប់បញ្ជាក់ដែរគឺគោលការណ៍នេះមិនមែនត្រឹមតែសងលុយរួចខ្លួននោះទេចំពោះអ្នកដែលបុកគេស្លាប់ហើយមានជាតិស្រវឹងក្នុងខ្លួនមិនថាអ្នកនោះជានរណាហើយយើងបានអនុវត្តហើយរហូតទៅដល់មន្ត្រីមួយចំនួនរបស់យើងមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបុកគេស្លាប់ប្រហែលឆ្នាំមុនអត់ទាន់មានលេខទេគឺទទួលខុសត្រូវទោះបីជាសងក៏ដោយតែប៉ុណ្ណាគ្មានពីណាចង់បកកហេតុទេខ្ញុំជឿថាអ្នកបើកបុកក៏មិនមានចេតនាដែរប៉ុន្តែសកម្មភាពអង្គហេតុនេះវាបានកើតទៅហើយការធ្វើប្រហែសបានធ្វើឲ្យបាត់បង់នៅអនាគតរបស់គ្រួសារមួយជីវិតមនុស្សមួយហើយអញ្ចឹងកិច្ចការនេះគឺយើងត្រូវបន្តអនុវត្តគោលការណ៍នេះហើយប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ដោយសារតាមនីតិវិធីម្សិលមិញនេះតុលាការគឺខាត់ខ្លួនដោយនគរបាលហើយត្រូវទុកមួយរយៈដើម្បីធ្វើការស្រាវជ្រាវឲ្យហើយមិនឲ្យលើសពីឧទាហរណ៍ដូច48ម៉ោងដើម្បីបញ្ជូនកសាងសំណុំរឿងទៅតុលាការមិនអាចគ្រាន់តែចាប់ពីឡានមកភ្លាមរួចទៅតុលាការត្រូវកសាងកំណត់ហេតុអីច្បាស់លាស់អញ្ចឹងត្រូវប្រើពេលមួយរយៈតែក្នុងរយៈពេលនេះមានប្រជាពលរដ្ឋជាច្រើនគាត់បារម្ភគាត់ខ្លាចថាអ្នកផ្សេងធ្វើប្រយ័ត្នមន្ត្រីនគរបាលខ្លួនឯងអត់ហ៊ានធ្វើអត់ទេគោលការណ៍គឺច្បាស់ណាស់គោលការណ៍នេះរាជរដ្ឋាភិបាលបានចេញហើយមន្ត្រីអនុវត្តច្បាប់បានហើយព្រឹកមិញស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាក់ហើយជនកថាបង្កបានបញ្ជូនកសាងនីតិវិធីជូនទៅតុលាការហើយកិច្ចការនេះសូមបងប្អូនជឿទុកចិត្តចំមិនខុសពីរឿងស្រវឹងបុកគេស្លាប់នៅក្រោមស្ពាននោះទេគឺនឹងត្រូវទទួលខុសត្រូវមិនឲ្យរួចខ្លួនមិនថាជាមន្ត្រីនគរបាលឬមន្ត្រីជាន់ខ្ពស់ណានោះទេបាទរឿងសងដោះស្រាយផលប៉ះពាល់គោលនយោបាយទៅជនរងគ្រោះទៅធ្វើប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ក៏ត្រូវតែត្រូវធ្វើអត់មានជោគជលនោះទេសូមបញ្ជាក់ប៉ុណ្ណេះហើយសូមឲ្យបងប្អូនឈប់បារម្ភហើយឈប់សំដែងនៅការបន្ទុកចិត្តទៅលើអាជ្ញាធររបស់យើងទៅលើប្រព័ន្ធច្បាប់របស់យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយរឿងកិច្ចការទាំងអស់នេះជាពិសេសតាក់ទងរឿងបុកស្លាប់គឺនាយករដ្ឋមន្ត្រីតាមផ្ទាល់តែម្ដងតុលាការនិងសមត្ថកិច្ចក្រសួងសាធារណសុខដឹងច្បាស់ហើយបាទគាត់អត់មានទៅធ្វើអីទេយុត្តិធម៌សង្គមត្រូវអនុវត្តច្បាប់ទាំងអ្នកស្លាប់ទាំងអ្នកដែលបង្ករបួសសិតតែគ្មានចេតនាគ្មានពីណាចេតនាទៅបើកទៅឲ្យគេបុកទៅទេកន្លែងខ្លះមានគេថាតូចទឹកនឹងជីវិតលោតចូលឡានអាហ្នឹងឲ្យចូលចេតនាតែតាមថតមកនេះគឺអត់ពៀនទេហើយក៏មិនមានទៅអីដែរនេះទេគឺការបើកបរវាបុកពីក្រោយហើយអ្នកដែលបកខ្ញុំក៏មិនជឿថាគាត់មានចេតនាទៅតាមសាលាអ្នកតុកមួយដែរតែរឿងវាកើតទាំងគ្រួសារអ្នករងគ្រោះទាំងគ្រួសារអ្នកដែលបង្កសិតតែត្រូវរងគ្រោះដោយសារអបតវហេតុនេះមួយបាត់ឪពុកដោយសារស្លាប់មួយបាត់ឪពុកដោយសារត្រូវប្រឈមនៅក្នុងពន្ធនាគារទៅតាមច្បាប់ប៉ុន្តែច្បាប់ជាច្បាប់យើងត្រូវអនុវត្តដើម្បីផ្ដល់យុត្តិធម៌សម្រាប់សង្គមរបស់យើងចឹងក្នុងករណីនេះខ្ញុំសូមបញ្ជាក់ពួកចង្កាលណាបើសិនជាមិនមានការបញ្ជាក់
ពីថ្នាក់ដឹកនាំជាន់ខ្ពស់រឿងនឹងវានៅរហូតបាទនៅរហូតរឿងខ្លះអ្នកនាំពាក្យចេញក៏មិនស្ដាប់បាទចឹងមិនថាចាំបាច់នាយករដ្ឋមន្ត្រីនិយាយធ្វើអីរឿងច្បាប់ខ្ញុំមិនលូកទេតុលាការសិទ្ធិរបស់គេរឿងច្បាប់របស់ប៉ូលីសអីអនុវត្តតាមច្បាប់ខ្ញុំមិនលូកទេអ្វីដែលខ្ញុំត្រូវរងាប់គឺការព្រួយបារម្ភនិងការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋដើម្បីបញ្ចប់អញ្ចឹងខ្ញុំសូមយកឱកាសនេះការទទួលខុសត្រូវយើងអប់រំមនុស្សអប់រំកូនចៅរបស់យើងឲ្យរៀនឲ្យចេះទទួលខុសត្រូវរត់គេថាមានគុណធម៌សីលធម៌និងគោរពច្បាប់អញ្ចឹងទោះបីជាមន្ត្រីឬមួយអីចេញទៅក្នុងសង្គមយើងត្រូវអនុវត្តអញ្ចឹងក្នុងករណីមួយនេះខ្ញុំសូមជូនទៅដល់ប្រជាពលរដ្ឋរបស់យើងជាពិសេសបងប្អូនតាមបណ្ដាញសង្គមដែលនៅប្រកាសជីកប៉ាហោមកផឹកមិញទៅប្រហោះ1ម៉ោងប្រហោះកន្លះម៉ោងនៅតែរឿងហ្នឹងនៅតែរឿងនៅប្រហោះសារខ្ញុំនិយាយចាស់ប្រហោះសារអេដាមកើតរិទ្ធនិយាយចាស់ថាមិនអោយរួចខ្លួនទេតែគាត់មិននិយាយនោះទេគាត់ដាក់សារនេះបានន័យថាគាត់នៅមិនទាន់ទុកចិត្តខ្លាចគេលួចយកយល់ព្រោះមន្ត្រីនគរបាលអញ្ចឹងខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តទៅលើប្រព័ន្ធច្បាប់របស់យើងជឿទៅលើអាជ្ញាធររបស់យើងករណីនេះនឹងមានការយកចិត្តទុកដាក់ដើម្បីអនុវត្តត្រឹមត្រូវទៅលើគោលការណ៍ដោយករណីបុកស្លាប់កាលពីក្រោមស្ពានជាមួយក្នុងដែលយើងចាប់ផ្ដើមពីអាណត្តិនេះមកប្រហែលករណីនៅជាប់ក្នុងដងទាំងអស់បាទមិនថាអ្នកឯងជិះអា Lamborghini បុកគេទេចាប់មិនទាន់ឲ្យចេញបាទគឺនៅក្នុងនោះមិនថាជនបរទេសឬជនជាតិខ្មែរនោះទេតែប្រព្រឹត្តបែបនេះគឺត្រូវហើយការដោះស្រាយថាវិការដោះស្រាយសំណងជូនជនប៉ះពាល់ដោះស្រាយត្រូវតែដោះស្រាយប៉ុន្តែដោយនិយាយចឹងមិនមែនបងលុយហើយរួចខ្លួននោះទេករណីបើកស្វឹងហើយបុកគេស្លាប់ហេតុផលណាក៏ដោយមូលហេតុណាក៏ដោយប៉ុន្តែដោយសារអង្គហេតុវាចិត្តព្រឹត្តិការណ៍វាកើតការបាត់បង់គឺមានអញ្ចឹងយើងត្រូវបន្តអញ្ចឹងក្នុងពេលនេះក្នុងម៉ោងនេះខ្ញុំសូមបញ្ចប់រឿងនេះបញ្ជាក់ប៉ុណ្ណេះ